គ្នាយ៉ាងចាស់ដៃពេញពីសប្តាហ៍កន្លងមកភាគីកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពអ៊ីរ៉ង់បានប្រកាសព្រមគ្នាថាពួកគេផ្អាកការវាយប្រហារគ្នាជាបណ្ដោះអាសន្នសិនព្រោះភាគីទាំងពីរបារម្ភពីការប្រើប្រាស់សពាវុធអស់ច្រើនរៀងៗខ្លួនខណៈលទ្ធផលនៃការវាយប្រហារគ្នានៅមិនទាន់ដឹងនរណាឈ្នះនរណាចាញ់នៅឡើយទីក្រុងតេហេរ៉ង់កាលពីថ្ងៃទី26ខែកក្កដាឆ្នាំ2026បានរាយការណ៍ថាយោធាអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទូរទស្សន៍រដ្ឋដោយបញ្ជាក់ថាខ្លួនបានផ្អាកការវាយប្រហារតបតបណ្ដោះអាសន្នទៅលើមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសសម្ព័ន្ធមិត្តអាមេរិកខណៈភាគីអាមេរិកក៏បានផ្អាកវាយប្រហារមកលើអ៊ីរ៉ង់ផងដែរអ្នកនាំពាក្យយោធាអ៊ីរ៉ង់បាននិយាយថាភាគីអ៊ីរ៉ង់សម្រេចផ្អាកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកបណ្ដោះអាសន្នហើយក្រោយការវាយប្រហារគ្នាខ្លាំងរយៈពេល2សប្តាហ៍កន្លងមកនេះមិនទទួលបានជោគជ័យនោះទេត្រង់ន័យនេះអ្នកនាំពាក្យយោធាអ៊ីរ៉ង់បានបញ្ជាក់ថាអ៊ីរ៉ង់បានចំណាយគ្រាប់មីស៊ីលជាច្រើនបាញ់ចូលមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ាប៉ុន្តែត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់យោធាអាមេរិកកាំងមិនតែប៉ុណ្ណោះអ្នកនាំពាក្យយោធាអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ថាអ៊ីរ៉ង់និងអាមេរិកបានចំណាយធនធានច្រើនដូចគ្នាមិនថាទាហានសពាវុធនិងហិរញ្ញវត្ថុនោះទេគឺភាគីទាំងពីរចំណាយច្រើនដូចគ្នាដើម្បីការពារដែនអធិបតេយ្យរៀងៗខ្លួនទីក្រុងតេហេរ៉ង់បានបញ្ជាក់ទៀតថាក្នុងរយៈពេល2សប្តាហ៍នៃការវាយប្រហារគ្នាយ៉ាងខ្លាំងក្លារវាងអាមេរិកនិងអ៊ីរ៉ង់នេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារៀងៗខ្លួនខណៈអ៊ីរ៉ង់រងការខូចខាតអាមេរិកក៏រងការខូចខាតខ្លាំងដូចគ្នាទោះជាយ៉ាងណាអ្នកនាំពាក្យយោធាអ៊ីរ៉ង់បានព្រមានថាសង្គ្រាមនៅមជ្ឈិមបូព៌ាទំនងជានឹងកើនឡើងកាន់តែខ្លាំងជាងមុនបើអាមេរិកនៅបន្តសហការជាមួយអ៊ីស្រាអែលមកវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់យោធាអ៊ីរ៉ង់បានបញ្ជាក់បន្ថែមថាប្រតិបត្តិការយោធាបច្ចុប្បន្នរបស់ខ្លួនគ្របដណ្ដប់លើតំបន់មជ្ឈិមបូព៌ាចាប់តាំងពីច្រកសមុទ្រក្រហមរហូតដល់មូលដ្ឋានទ័ពអាមេរិកនៅហ្សុកដានីនិងបណ្ដាប្រទេសឈូងសមុទ្រពួកគេបានវាយតម្លៃថាស្ថានភាពកំពុងបង្កើតជាការលំបាកសម្រាប់អាមេរិកទៅវិញទេដែលត្រូវចំណាយថវិកាច្រើននិងសពាវុធច្រើនលើសលប់ដែលជាហេតុអាចបង្ខំឲ្យពួកគេស្វែងរកយុទ្ធសាស្ត្រថ្មីជាបន្ទាន់ដើម្បីការពារខ្លួន